យកគ្រូសាលីនរបស់យើងមកបំពេញខ្ញុំផងឬគិតថាអាចបំពេញគ្រូសាលីនរបស់យើងបានឬទៅហើយរឿងដែលអញឲ្យកិច្ចសន្យាយើងនឹងមិនលើកលែងអញទេខ្ញុំចង់ឃើញអ្នកណាហានិយាយផ្ដេសផ្ដាស់ទៀតអគ្គនាយករងឥឡូវនេះលោកបានក្លាយជាអគ្គនាយកក្រុមហ៊ុនជីសិនហើយគួរតែធ្វើអ្វីឲ្យបានសមរម្យអ្នកដែលលោកប្រធានធ្លាប់បានណែនាំនៅក្នុងគុកឥឡូវនេះសុទ្ធតែក្លាយជាមហាសេដ្ឋីចំនួនអស់ហើយមនុស្សដែលចង់រាប់អានលោកមានច្រើនរាប់មិនអស់ហើយអ្វីបានជាលោកនៅតែចង់ចូលស្ដីដណ្ដឹងគ្រូសាលីនខ្ញុំនឹងហ៊ូយ៉ាវបានភ្ជាប់ពាក្យកាលពី7ឆ្នាំមុនក្រោយពីខ្ញុំជាប់គុកឪពុកម្ដាយខ្ញុំក៏បានស្លាប់ដោយសារជំងឺមហារីកលំពេងចេញពីគុកនេះជាផ្លូវថយដែលពួកគេទុកឲ្យខ្ញុំក៏ជាបណ្ដាំចុងក្រោយរបស់ពួកគេដែរប៉ុន្តែសូម្បីតែបងប្អូនបង្កើតក៏អាចសម្លាប់គ្នាបានដែរកុំថាឡើយគ្រូសាលីនដែលគ្មានសាច់ឈាមអីជាមួយនោះបើចូលទៅរស់នៅផ្ទះគេហើយត្រូវតែសាកមើលចិត្តគំនិតរបស់ពួកគេសិនលោកអ៊ូនេះជាអំណោយខោអាវចាស់ដែលសមនឹងឋានៈលោកនឹងការដូចឆ្នាំថ្មីបានរៀបចំរួចហើយដើម្បីជាសុវត្ថិភាពរបស់លោកសូមពាក់នាឡិកានេះវាអាចតាមដានស្ថានភាពនៅខាងក្នុងបានភ្លាមបើគ្រូសាលីនធ្វើបាបលោកគ្រាន់តែចុចបើកវាពួកយើងនឹងទៅជួយសង្គ្រោះលោកក្នុងរយៈពេល12នាទីយ៉ាវអូនចំណាយពេលមួយរសៀលធ្វើម្ហូបច្រើនមុខម្លេះហត់ហើយអត់អីទេលីនយីឯងនិងយ៉ាវឈរជាមួយគ្នាពិតជាគ្នាមែនថ្ងៃនេះអូនចង់ខ្លាចជាស្នេហាតែមួយគត់របស់បងព្រមរៀបការជាមួយអូនទេជាការរងចាំដោយស្ងៀមស្ងាត់រាប់ពាន់ឆ្នាំតែថ្ងៃនេះក្នុងចិត្តនាងមានម្ចាស់បេះដូងហើយប្រហែលជាបងមិនគួរមករំខាននាងទេលោកអ្នកដឹកនាំសរសេរចប់ហើយឬនៅត្រូវទៅផ្ទះញ៉ាំបាយហើយមកហើយយ៉ាវបងទៅផ្ទះមុនហើយណាពេលលូឆុងខ្វៀងមកវិញឃើញអូនត្រៀមសុំរៀបការច្បាស់ជារំភើបខ្លាំងណាស់ឆុងកុំត្រឡប់មកវិញហើយខ្ញុំដាច់ខាតមិនអោយអ្នកណាមកធ្វើបាបគាត់ទៀតទេម្ហូបមួយតូននេះសុទ្ធតែជាម្ហូបដែលឆុងកុងចូលចិត្តញ៉ាំទាំងនេះគឺធ្វើដើម្បីខ្ញុំយ៉ាងប៉ុន្មានឆ្នាំនេះនាងដើម្បីរងចាំលូឆុងកុងគឺទទួលរងសម្ពាធពីការបង្ខំឲ្យរៀបការតែម្នាក់ឯងនាងបានបដិសេធមនុស្សល្អប៉ុន្មានអ្នកហើយប៉ុន្តែគាត់តើគាត់ពិតជាត្រឡប់មកវិញមែនទេឆុងកុងគាត់ជាត្រឡប់មកវិញរៀបការជាមួយខ្ញុំឥឡូវនេះឪពុកម្ដាយរបស់គាត់មិននៅទេគាត់មានតែខ្ញុំម្នាក់ប៉ុណ្ណោះប្រសិនបើឆុងកុងឆ្លងឆ្នាំតែម្នាក់ឯងគាត់ច្បាស់ជាពិបាកចិត្តខ្លាំងណាស់សៀវៀនលូចៅហ្វៃសាំងខ្វានសៀវៀនទីបំផុតបងត្រឡប់មកវិញហើយរាល់ថ្ងៃអូនទៅនឹងរងចាំបងត្រឡប់មកវិញគឺអូនរងចាំបងរាល់ថ្ងៃអូនពិតជាខ្លាចណាស់អូនពិតជាខ្លាចបងមិនអាចត្រឡប់មកវិញទៀតត្រឡប់មកវិញគឺល្អហើយមិនត្រឹមតែនាងទេបើហ៊ូយៀនពិតជារងចាំខ្ញុំ5ឆ្នាំមែនហើយអ្វីមិនដែលបានឃើញនាងស្លៀកពាក់ញ៉ៃញ៉ៃម្លេះមិនមែនទៅតែចេញពីពន្ធនាគារទេគាត់មិនមែនជាលោកប្រុសធំនៃត្រកូលលូដ៏ល្បីល្បាញនោះទេនៅក្នុងក្រសែភ្នែកពួកគេខ្ញុំមិនដូចពីមុនទៀតទេថែមទាំងធ្លាប់ជាប់គុកទៀតមិត្តភក្តិដែលធ្លាប់ល្អជាមួយខ្ញុំប្រហែលជាស្អប់ខ្ពើមខ្ញុំខ្លាំងណាស់លោកកូនកំឡោះមិនត្រជាក់ទេមិនបានស្លៀកពាក់បែបនេះនេះជាអាវដែលខ្ញុំរៀបចំឲ្យកូនកំឡោះលឿនឡើងមកពាក់វាឲ្យលឿនទៅយ៉ាវខ្ញុំបានសន្យានឹងអ្នកហើយឲ្យតែឈឿនកុំត្រឡប់មកវិញខ្ញុំច្បាស់ជារៀបចំរបស់របររៀបការឲ្យអ្នកគ្រប់សពត្រូវឲ្យភួយមង្គលនេះខ្ញុំរៀបចំរាប់ឆ្នាំទៅតែបានជូនចេញទៅនៅមានគេចាក់បាក់សងខាងទៀតនៅមានរបស់នេះទៀតរបស់នេះអរគុណអ្នកទាំងអស់គ្នាអរគុណអ្នករាល់គ្នាលោកអ្នកដែលលោកគួរអរគុណបំផុតគឺយ៉ាវខ្ញុំនឹងនាំលោកទៅមើលនាងរយៈពេល8ឆ្នាំនេះនាងពិតជាលំបាកខ្លាំងណាស់នេះជាប៉ាម៉ាក់របស់ខ្ញុំឬប៉ាម៉ាក់បន្ទាប់ពីឪពុកម្ដាយលោកស្លាប់ទៅគឺយ៉ាវជាអ្នកមើលថែពួកគេនៅក្បែរគ្រែ
ខ្ញុំបានមើលថែនីតិចុងក្រោយរបស់ពួកគេ មិនដឹងថាលោកទៅរកមនុស្សស្រីល្អដូចយ៉ាវយ៉ាវបានមកពីណាទេ ខ្ញុំពិតជាបានប្រឹងអស់ពីសមត្ថភាពហើយមិនអាចឲ្យបងបានជួបពួកគេជាលើកចុងក្រោយក្នុងចិត្តរបស់ខ្ញុំពិតជាពិបាកចិត្តណាស់នេះជាមូលហេតុដែលខ្ញុំមិនហ៊ានទៅរកអ្នករហូតមកបន្ទាប់ពីលោកពូអ្នកមីងបានទទួលមរណភាពទៅខ្ញុំដឹងថាអ្នកប្រកាសជាពិបាកចិត្តខ្លាំងណាស់សូមទោសគឺខ្ញុំដែលធ្វើឲ្យអ្នកមិនបានជួបមុខពួកគាត់ជាលើកចុងក្រោយ តាមពិតនាងមើលថែឪពុកម្ដាយខ្ញុំគឺបំពេញតួនាទីទាំងញោជំនួសខ្ញុំរហូតមកតែខ្ញុំបែរជាមិនដែលជឿជាក់លើនាងសោះឡើយយ៉ាវយ៉ាវគឺបងទេដែលខុសចំពោះអូនលេងដៃទៅខ្ញុំសូមសពធំដងទៀតថាមួយជីវិតនេះខ្ញុំនឹងមិនចាក់ចោលយ៉ាវយ៉ាវឡើយបើខ្ញុំខ្វាក់ភ្នែកបន្តិច មិនបាច់និយាយទេខ្ញុំជឿជាក់បងខ្ញុំជឿជាក់បងទាំងអស់ យ៉ាវយ៉ាវតាមពិតអត្តសញ្ញាណរបស់ខ្ញុំគឺ អ្នកម៉ាក់យ៉ាវយ៉ាវឆាប់មកញ៉ាំបាយឆ្លងឆ្នាំបើថ្ងៃនេះកូននឹងត្រឡប់មកវិញម៉ាក់នឹងចាត់ទុកថាមិនមានកូនស្រីម្នាក់នេះទេ អ្នកម៉ាក់ថ្ងៃនេះកូនអាចត្រឡប់ទៅវិញបាន នៅពេលណាបានត្រឡប់មកវិញ ចាស់កូននឹងទៅដល់ភ្លាម ចុងខ្វាងក្រោយពីពួកយើងដុតធូបជូនប៉ាម៉ាក់ហើយបងទៅផ្ទះជាមួយខ្ញុំទៅផ្ទះលោកតាញ៉ាំបាយឆ្លងឆ្នាំ បាយឆ្លងឆ្នាំ ចាស់ថ្ងៃនេះគឺថ្ងៃឆ្លងឆ្នាំប៉ាម៉ាក់កំពុងរងចាំបងទៅផ្ទះជាមួយខ្ញុំត្រូវតែប្រយ័ត្នប្រយែង យើងកាន់កាប់ធនធានកម្ពុជារបស់ក្រុមកាយ7មិនប្រកាសថាគេមិនមានចិត្តចង់បានទេការដែលឲ្យអ្នកពាក់ព័ន្ធក្នុងចំនួននេះមិនមែនជាបំណងដើមរបស់យើងទេសួរតែបន្តលាក់ខ្លួនវិញល្អជាងឆ្លៀតឱកាសនេះសម្ដែងជាមួយអ្នកដើម្បីសាកល្បងគំនិតរបស់ពួកគេ កាត់អីហើយ ចុងខ្វាងតើអ្នកមិនចូលចិត្តសម្លៀកបំពាក់ដែលខ្ញុំទិញឲ្យអ្នកទេហី មិនមែនទេយើងគ្រាន់តែទម្លាប់ស្លៀកឈុតនេះវាមានផាសុកភាពចាំឆ្លងឆ្នាំរួចយើងនឹងដូរយកព្រមទេពេលវេលាកន្លងផុតទៅយើងលែងជាជើហ្វាយក្មេងរបស់ត្រកូលលូទៀតហើយស្លៀកពាក់អន់ថយបែបនេះទើបអាចមើលធ្លុះចិត្តមនុស្សបានទៅឱកាសបុណ្យចូលឆ្នាំសោះអ្នកក៏គ្មានបានការមកពីណាយើងមកលក់ឡាននៅផ្ទះត្រកូលលីនរបស់ខ្ញុំជឿអត់ថាខ្ញុំឲ្យគេវាបាក់ជើងឯងបងស្រីធំគាត់មិនមែនជាអ្នកសុំទានទេគាត់គឺជាប្តីរបស់ខ្ញុំឈ្មោះលូចុងខ្វាង លីនឆាវនេះមិនមែនជាលោកប្រុសធំនៃត្រកូលលូដែលស្លៀកតែសម្លៀកបំពាក់កាត់ដេរលំដាប់ខ្ពស់ទេហ៎មិនក៏ឥឡូវសំបីតែសម្លៀកបំពាក់សមរម្យមួយឈុតក៏ទិញមិនបានដែរកាលពីមុនត្រកូលលូទិញសម្លៀកបំពាក់ឲ្យគេលើកណាក៏លើកពី1លានដែរឥឡូវត្រកូលលូធ្លាក់ខ្លួនហើយប្រហែលក្នុងហោប៉ៅគេសំបីតែលុយពី30000ក៏គ្មានផងមើលទៅខ្ញុំគិតថាគេមានបំណងតែមួយគត់គឺចង់អាំងរឿងចាស់មកចង់មិត្តនឹងត្រកូលលីនរបស់យើងជាពេលចុងក្រោយដែលខ្ញុំបានឃើញអ្នកពេលអ្នកធ្លាក់ខ្លួនតោកយ៉ាអ្នកណាក៏អាចជន់ឈ្លីអ្នកបានដែរ គ្រូសាលីនមានកូន3នាក់បងធំតែងតែលួចចង់បានរោងចក្រផ្លាស្ទិកតំបន់ខាងកើតរបស់ម៉ាក់បងស្រីជីដូនមួយធំគំនិតដូចឪពុកគាត់អីចឹងមិនចូលចិត្តពួកយើងទេកុំខ្វល់ពីគាត់ទៅរកប៉ាម៉ាក់សិន ហេលីខិតអញ្ជើញមានលិខិតអញ្ជើញយ៉ាងណាអ្នកអញចេះច្បាប់ទម្លាប់អត់ហ្នឹងថ្ងៃនេះជាពិធីជប់លៀងឆ្លងឆ្នាំរបស់គ្រូសាលីនយ៉ាងណា មិនក៏នាំមនុស្សផ្ដេសផ្ដាស់ចូលមកផ្ទះអីចឹងគាត់គ្មានលិខិតអញ្ជើញទេប៉ុន្តែគាត់ជាគូដណ្ដឹងរបស់ខ្ញុំហើយម្យ៉ាងទៀតគាត់ធ្លាប់មកទីនេះពីមុនហើយ អូលោកឈុងខ្វាងឺអីចឹងលោកតាមិនអាចចូលបាន ហេតុអ្វី នៅមានហេតុអ្វីទៀត កាលពីមុនសម្បត្តិអញ្ជើញដែលលោកប្រុសលោកផ្ទាល់បានពូដោយខ្លួនឯងទៅហើយហេតុអ្វីឥឡូវហ៊ានមកដល់ផ្ទះត្រកូលលីនរបស់យើងកាលមុនត្រកូលលូមានឈ្មោះល្បីគ្រប់គ្នាសុទ្ធតែគ្រប់គេឥឡូវត្រកូលលូលំអស់ហើយរីឯគេវិញគឺដូចជាឆ្កែនេះថាអីចឹងតើអាចមានអ្នកណាទៅអញ្ជើញគេមកធ្វើអីបងស្រីជីដងមួយហ្វុងជាបងថ្លៃរបស់ខ្ញុំយើងសុទ្ធតែជាបងប្អូននឹងគ្នាមិនដេចក៏និយាយស្ដីមិនពីរោះបែបនេះមានរឿងអី ពូថ្លៃទី2លោកមកដល់ផ្ទះយើងហើយល្អណាស់មួយហ្វុងនេះនៅគិតថាខ្លួនឯងជាកូនប្រុសលោកត្រកូលលូកាពីមុនគិតថាផ្ទះត្រកូលលីនយើងចេះតែនរណាចង់ចូលក៏ចូលបានឬ មនុស្សក៏គ្មានសំបីសម្បត្តិអញ្ជើញបើរឿងនេះដៃគូជំនួយរបស់ចាងចិនដឹងត្រកូលលីនរបស់យើងគូដោះស្រាយបែបណាអ្វីគេអាមលូកាលោកចេញពីគុកពេលណាឪពុកក្មេងខ្ញុំក៏ចូលចិត្តអែបអបអ្នកមានដែរគិតថាខ្ញុំមិនស័ក្តិសមនឹងកូនស្រីគាត់
សាច់ញាតិត្រឡប់មកផ្ទះខ្លួនឯងត្រូវការឲ្យជួយធ្វើអ្វី